ក្នុងព្រៃអស្ចារ្យមួយក្រោមពន្លឺព្រះអាទិត្យពេលព្រឹកក្មេងឯងស្នូបន្សំបាំងឈើខ្នាតតូចបានភ្ញាក់ឡើងស្ទើរតែដំបូងនេះគឺជាក្រូចក្អូបក្មេងឯងឫស្សីដោយចិត្តសុទ្ធនឹងភាពចង់ដឹងក្មេងឯងឫស្សីចាប់ផ្ដើមរុករកព្រៃពិសេសនេះដោយមិនដឹងថាអ្វីកំពុងរង់ចាំគាត់ខាងមុខភ្លើងភ្លៀងមាសបានលើកខ្លួនចេញពីគុម្ពផ្កានសំផ្ទុះពន្លឺដោយក្តីសុបិនហើយចិត្តវាលុកចិត្តក្មេងឫស្សីដោយភាពពិសេសខ្លាំងមួយដីចាប់ផ្ដើមរញ្ជួយបន្តិចមុនពេលអ្នកការពារព្រៃធម្មជាតិធំធេងម្នាក់លេចឡើងទោះធំធេងប៉ុណ្ណាគាត់មានចិត្តទន់ភ្លន់តាមបណ្ដោយទឹកជ្រោះតូចក្មេងវិញ្ញាណទឹកបានបង្កើតរៀងខ្លួនពីការខ្សាច់ទឹករីករាយជួបគ្នាជាមួយក្មេងឫស្សីវិញ្ញាណទាំង3បានជុំវិញក្មេងឫស្សីបញ្ចេញពន្លឺទន់ភ្លន់ដើម្បីផ្ដល់អំណោយមន្តអាគមនៃការការពារព្រៃពន្លឺអស្ចារ្យលេងជុំវិញក្មេងឫស្សីបង្កើតអំណាចថ្មីក្នុងជីវិតគាត់អំណាចនៃធម្មជាតិឥឡូវនេះក្មេងឫស្សីឈរត្រៀមខ្លួនជាអ្នកការពារព្រៃអាចប្រឈមមុខភាពលំបាកណាក៏បាននេះគឺជាទិដ្ឋភាពនៃការចាប់ផ្ដើមដំណើររបស់គាត់